năng ai cứ đại chỉ vật năng về thu sra nơi sự đây tục năng á mà ông bây giờ đăng thay chỉ vật năng về mình miên tại sọc tê nó sẽ đáp án đấy về năng chẳng chỉ vật năng mình miên tại sọc tê về miền tục đài đó từ dân prom thay chỉ vật năng về miền tục đài chẳng tới về tới chia miền bà nhà từ tu bản chẳngถ้าธรรมดาชีวิตវាមានសុខមានទុក្ខអញ្ចឹងមិនមែនមានតែសុខទេប៉ុន្តែដល់តែទុក្ខកើតឡើងកំណត់ដឹងទុក្ខនឹងឯងទុក្ខផ្លូវកាយដោយជំងឺរោគាអីចឹងទៅទុក្ខផ្លូវចិត្តដោយការថ្នាំងថ្នាក់តោមនោះអីចឹងទៅកំណត់ដឹងថានឹងគឺជាសភាវៈធម៌ជារបស់ដែលមានពិតប៉ុន្តែប្រកបមកគឺថាវាជាធម្មតាធម៌វាមិនមែនតួយើងទេទុក្ខវេទនាហ្នឹងវាមិនមែនតួយើងទេតោមនស្សវេទនាវាមិនមែនតួសត្វទេអាហ្នឹងគឺសតិបញ្ញាចម្រើនឡើងអត់មែនយើងចេះតែយល់ដឹងដូចគ្នាបានទេតែពធហ្នឹងគឺថាត្រឹមត្រូវសម្រាប់អ្នកវឹកហាត់អប់រំតើតែវឹកហាត់អប់រំបានចេះដឹងមិនវឹកហាត់មិនអប់រំគឺមិនអាចចេះតែបានចេះដឹងទៅនោះទេគឺតើតែវឹកហាត់អប់រំរលឹករឿយរូបវេទនាសញ្ញាសង្ខារវិញ្ញាណដូច្នេះវេទនានៅក្នុងវេទនានុបស្សនាសតិប្បដ្ឋានណាទោះជាសុខវេទនាក៏ដឹងតែសុខវេទនាទោះជាទុក្ខវេទនាក៏ដឹងតែទុក្ខវេទនាអទុក្ខមសុខវេទនាក៏ដឹងដែរអញ្ចឹងគឺថាយើងចាំពាក្យនឹងទៀតទៅថាសេចក្តីទុក្ខនឹងធូរស្រាលទៅនៅពេលណាដែលយើងដឹងថាជីវិតនឹងមិនមែនចេះតែបានសុខទេឃើញណាកាលណាបើយើងដឹងថាជីវិតនឹងមិនមែនចេះតែបានសុខអញ្ចឹងគឺយើងមិនប្រកាន់ទៅចំពោះសេចក្តីទុក្ខហ្នឹងណាសេចក្តីទុក្ខហ្នឹងវារសាយទៅចឹងណាអាការដែលយើងប្រកាន់នេះធ្វើឲ្យយើងចិត្តទៅទៀមទារត់ទៅសពចឹងទៅវាកម្មតែបន្ថែមសេចក្តីទុក្ខហ្នឹងទៅទៀតចង្អៀតចង្អល់មកពីយើងអត់មានបញ្ញាបានដឹងអំពីការពិតនៃជីវិតវាមានជារាបជាធិមរណៈវាមានការព្រាត់ប្រាសវាមានការប្រព្រឹត្តទៅតាមកម្មកុសលវិបាកអកុសលវិបាកធម្មតាមានសុខមានទុក្ខនឹងសិតតែជាធัวធម្មតានៃជីវិតដល់តែពេលបានដឹងធម្មតាទៅវាមិនហួងហែងដល់ទៅមិនហួងហែងអាសេចក្តីទុក្ខដែលកើតពីការហួងហែងនឹងវារសាយទៅនឹងឯងដែលឈ្មោះថាជីវិតរស់នៅគឺថាមានចិត្តប្រសើរឡើងមិនចេះតែមានទុក្ខតោមនស្សចង្អៀតចង្អល់ខ្វាយខ្វល់ទៅប្រកែប្រកម្មទៅទេចឹងបានបញ្ជាក់ពីខាងដើមថាបើយើងចេះតែចង់នៅជាបុគ្គលល្ងងខ្លៅចេះតែប្រកម្មទៅតែនឹងបានល្ងងខ្លៅរហូតទៅទៀតហើយចេះតែប្រកម្មទៅស្អីហ្នឹងចង់ចេះនៅទៅតាមចិត្តដែលជាកិលេសហ្នឹងចង់ចោចឹងទៅអាហ្នឹងឯងគឺល្ងងការពិតអត់បានចូលទៅសិក្សាទេអ្វីដែលជាសេចក្តីពិតធម្មតារៀងព្រះអង្គរៀងខ្លួនណារៀងព្រះអង្គរៀងខ្លួនសុទ្ធតែមានការពិតសម្រាប់សិក្សាអ្វីដែលវាប្រព្រឹត្តទៅជាចរិយាជាធិមរណៈហ្នឹងយើងចេះតែគិតតែយើងហ្នឹងអ្នកចាស់អ្នកឈឺអ្នកស្លាប់តែត្រង់អ្វីដែលប្រព្រឹត្តទៅជាចរិយាជាធិមរណៈតាមពិតហ្នឹងយើងអត់បានចេះដឹងទេនឹងឯងមកពីយើងចិត្តទៅទៀមទាតាមតែចំណង់ដែលចង់ហ្នឹងវាធ្វើឲ្យយើងខ្វៀងការសិក្សានេះនឹងឯងហើយដល់តែមិនបានដូចចិត្តទៅបន្ទុះមួម៉ៅទៅរឹងរឹតតែល្ងងទៅទៀតពីព្រោះនិវរណៈណាកាមឆន្ទៈនិវរណៈព្យាបាទៈនិវរណៈជាអាហាររបស់អវិជ្ជានឹងពុទ្ធិកាណានៅក្នុងបៃដកលេខ50អង្គតរនិកាយតេសកនិបាតហ្នឹងចឹងអំពីអវិជ្ជាសោតតណ្ហាសោតហ្នឹងបៃដកលេខ50 51ហ្នឹងអង្គតរនិកាយតេសកនិបាតចឹង